ការដែលយើងបញ្ជូនកងទ័ពឡើងទៅទួលដែននៅពេលនេះបង្ការយៈថាហេតុតែប៉ុណ្ណោះមិនមែនការបញ្ជូនទៅដើម្បីទៅវាយថៃទេប៉ុន្តែក្នុងករណីដែលមានការឈ្លានពានគឺយើងបដូរផ្ដាច់ការពារឯករាជ្យអធិបតេយ្យភាពរបស់យើងរឿងនេះដាច់ខាតហើយឥឡូវទោះបីជានាយករដ្ឋមន្ត្រីនៅក្រៅប្រទេសក៏ប៉ុន្តែសម័យ digital សម័យ online នាយករដ្ឋមន្ត្រីអាចបញ្ជាតបបានគ្រប់ពេលព្រមម្សិលមិញគឺនាយករដ្ឋមន្ត្រីរវល់ខ្លាំងណាស់ក្នុងការបញ្ជាមកអគ្គបញ្ជាការទៅមេបញ្ជាការជើងគោកព្រោះដោយសារអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺជាអ្នកដែលធ្លាប់ចូលប្រឡូកនៅក្នុងសមរភូមិតំបន់តាកបីនិងព្រះវិហារនោះឯងដូច្នេះគេដឹងរឿងភូមិសាស្ត្រលើសពីខ្ញុំទៅទៀតហើយកន្លែងដែលបញ្ហាកើតឡើងពីម្សិលនេះជាទីកន្លែងដែលឆ្នាំ2009ខ្ញុំទៅកន្លែងនោះហេតុអីបានជាទៅដីគេពីដើមវាមានសាលាមួយតែសាលាទៅវាឆេះហើយខ្ញុំទៅអង្គុយកន្លែងហ្នឹងអញ្ចឹងបានខ្ញុំមិនអស់ចិត្តណាហេតុអីបានទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹងខ្ញុំទៅអង្គុយនៅកន្លែងនោះខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ទេនាយករដ្ឋមន្ត្រីរូបនេះអង្គុយក្នុងម៉ាស៊ីនត្រជាក់បានតិចណាស់បើប្រៀបធៀបជាមួយនឹងធ្វើសកម្មខាងក្រៅមិនថាលើផ្នែកអីទេប៉ុន្តែបើក្នុងវិស័យយោធាតាំងពីធ្វើនាយករដ្ឋមន្ត្រីតាំងពីសង្គ្រាមនៅឆាបឆេះក្នុងប្រទេសខ្លួនឯងឃើញរូបភាពជាច្រើនមិនមែនជារូបភាពបង្ហាញអំពីការទៅថតបែបថតភាពយន្តនេះណាហើយពេលដែលមានបញ្ហាសម្រាប់ការព្រំដែនខ្ញុំទៅព្រំដែនខ្ញុំឡើងប្រាសាទព្រះវិហារខ្ញុំទៅដល់មុំបីទៅដល់កន្លែងដែលខ្ញុំដែលផ្ទុះអាវុធពីម្សិលខ្ញុំទៅនោះចង្រឿងអីដែលរឿងនេះប៉ុន្តែខ្ញុំសុំបញ្ជាក់ថាយើងចង់ឲ្យសភាពការវិលត្រឡប់ទៅចំណុចដើមវិញតែប៉ុណ្ណឹងមិនចង់បានអ្វីលើសពីប៉ុណ្ណឹងរួចហើយកងទ័ពនិងកងទ័ពសហការគ្នាតាមអគ្គបញ្ជាការវងពិសេសឲ្យដឹងថាស្រីដឹកនឹងជួបជាមួយនឹងមេបញ្ជាការទិសខាងនោះស្រីដឹកជាមេបញ្ជាការកងពលធំទី3ហើយក៏ជាអនុជើងគោកហើយមេបញ្ជាការជើងគោកនិងមេបញ្ជាការជើងគោកនឹងជួបគ្នានេះទេខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃការដោះស្រាយសូមឲ្យសភាពការវាកើតត្រឹមតែនៅមុខ3នោះហើយវិលត្រឡប់ទៅរកសភាពការមុនម៉ោង5កន្លះព្រឹកថ្ងៃទី27ថ្ងៃទី28ពីម្សិលមិញតែប៉ុណ្ណឹងវាគ្រប់គ្រាន់ណាស់ហើយសូមកុំឲ្យសភាពការនេះវារីករាលដាលទូទាំងព្រំដែន